ក្មេងប្រុសមានស្លឹកឈើដោះនៅលើជើងហើយឪពុកម្ដាយព្យាយាមកាត់វាចេញប៉ុន្តែកត្រៃក៏បានបាក់ភ្លាមៗទៅម្ដាយក្មេងប្រុសភ្ញាក់ផ្អើលណាស់នៅព្រឹកបន្ទាប់ក្មេងប្រុសត្រូវបានបញ្ជូនទៅសាលារៀនប៉ុន្តែនៅថ្ងៃចូលរៀនដំបូងក្មេងប្រុសត្រូវបានគេប៊ូលីក្មេងស្រីលីសាបានមកឃើញហើយដាក់ផ្លែឈើរីនៅលើក្បាលក្មេងប្រុសធ្វើឲ្យក្មេងប្រុសចូលចិត្តមិនយូរប៉ុន្មានក្មេងប្រុសក៏បានជួបលីសាម្ដងទៀតនៅឯពិធីជប់លៀងមួយពេលឃើញលីសាសម្លឹងមកគាត់ក្មេងប្រុសលោតចូលទៅក្នុងអាងទឹកដើម្បីបង្ហាញអំពីភាពជាបុរសរបស់គាត់ប៉ុន្តែក្មេងប្រុសមិនបានអណ្ដែតឡើងលើឡើយនៅពេលដែលក្មេងស្រីលីសាដឹងរឿងនេះនាងបានលោតចូលទឹកនិងព្យាយាមជួយសង្គ្រោះក្មេងប្រុសប៉ុន្តែនាងបានទាញស្រោមជើងក្មេងប្រុសនោះចេញដោយចៃដន្យហើយឃើញស្លឹកឈើដោះនៅលើជើងរបស់ក្មេងប្រុសជាមួយនឹងការលាតត្រដាងអាចកំបាំងរបស់គាត់ក្មេងប្រុសនោះក៏បានទាត់លីសាចេញរួចរត់ទៅផ្ទះយ៉ាងលឿនតាមតែអាចធ្វើទៅបានយ៉ាងណាមិញនៅថ្ងៃបន្ទាប់ក្មេងស្រីលីសាបានចាប់ក្មេងប្រុសទប់នឹងដើមឈើបន្ទាប់មកនាងបានទាញអាវរបស់នាងដើម្បីបង្ហាញអំពីដៅកំណើតនៅលើស្មារបស់នាងហើយនោះជារបៀបដែលពួកគេក្លាយជាមិត្តល្អជាមួយនឹងគ្នានឹងការបង្ហាញអាចកំបាំងនេះធ្វើឲ្យក្មេងប្រុសនោះសប្បាយចិត្តយ៉ាងខ្លាំងរំពេចនោះគាត់មានអារម្មណ៍ថាមានអ្វីមួយទាញស្រោមជើងគាត់ចុះហើយទើបដឹងថាឃើញថាស្លឹកឈើជ្រុះក្មេងប្រុសបានទៅផ្ទះហើយលាក់ស្លឹកឈើនៅក្នុងស្រោមសម្បត់ហើយសរសេរឈ្មោះក្មេងស្រីនៅលើនោះថ្ងៃបន្ទាប់ក្មេងប្រុសបានទៅសួរសុខទុក្ខពូម្នាក់ដែលកំពុងឈឺក្មេងប្រុសធ្វើឲ្យគាត់សើចភ្លាមនោះក្មេងប្រុសក៏ឃើញអំពីស្លឹកឈើធ្លាក់មួយសន្លឹកទៀតហើយមកលើដីភ្លាមពូម្នាក់នោះក៏បានបាត់បង់ជីវិតដោយមើលពុកម្ដាយរបស់ក្មេងប្រុសប្រញាប់ចូលមកក្មេងប្រុសក៏បានលាក់ស្លឹកឈើជ្រុះហើយហាក់បីដូចជាលាក់អាចកំបាំងនេះក្មេងប្រុសបានគូររូបអ៊ំស្រីម្នាក់ដែលមានពុកចង្កានៅលើមុខរបស់គាត់ស្ត្រីនោះសប្បាយចិត្តណាស់ដែលឃើញរូបខ្លួនពិតនៅក្នុងគំនូរប៉ុន្តែក្មេងប្រុសបានធ្លាក់ស្លឹកឈើមកទៀតហើយថ្ងៃបន្ទាប់ឪពុកម្ដាយរបស់ក្មេងប្រុសបានចោះឈ្មោះគាត់នៅក្នុងថ្នាក់បាល់ទាត់ប៉ុន្តែក្មេងប្រុសមិនមានទេពកោសល្យខាងទាត់បាល់សោះឡើយហើយតែងតែដួលនៅក្នុងអំឡុងពេលដែលវឹកហាត់ក្នុងពេលប្រកួតបាល់ទាត់គាត់បានត្រឹមតែឈរស្ងៀមធ្វើឲ្យឪពុកម្ដាយរបស់គាត់ព្រួយបារម្ភនៅពេលនោះព្រះអាទិត្យបានរះហើយធ្វើឲ្យក្មេងប្រុសនោះបានរស់ឡើងវិញគាត់មានកម្លាំងព្រឹកគាត់បានទាត់បាល់គេចពីការវាយប្រហាររបស់គូប្រកួតហើយទាត់វាឆ្ពោះទៅរកគោលដៅអ្នកចាំទីបានខកខានហើយបាល់ក៏ចូលប៉ុន្តែក្មេងប្រុសបានទាត់ចំគោលដៅរបស់ខ្លួនដោយផ្ដល់ជ័យជំនះទៅដល់គូប្រកួតទៅវិញពេលក្មេងប្រុសដោះស្រោមជើងចេញគាត់បានដឹងថាគាត់បានជ្រុះស្លឹកឈើមួយទៀតហើយគាត់ដើរទៅមាត់ទ្វារហើយមើលស្លឹកឈើពេញដីដោយមានអារម្មណ៍ក្រៀមក្រំជាខ្លាំងពេលនោះគាត់លឺឪពុកម្ដាយឆ្លោះគ្នាទៅក្មេងប្រុសប្រាប់ការពិតថាពេលស្លឹកឈើជ្រុះអស់កូននឹងរលាយបាត់ឪពុកម្ដាយក៏មានប្រតិកម្មនិងសោកសៅស្លឹកឈើជ្រុះចុងក្រោយបានធ្លាក់ពីលើរាងកាយរបស់ក្មេងប្រុសឪពុកម្ដាយអោបក្មេងប្រុសទាំងក្រៀមក្រំដោយប្រាថ្នាមិនចង់ឲ្យកូនចាក់ចេញប៉ុន្តែពេលនោះមានភ្លេចបន្ទោហើយពេលមកម្ដងទៀតគឺក្មេងប្រុសនោះបានបាត់ខ្លួនភ្លាមមិត្តភ័ក្តិរបស់ក្មេងប្រុសបានទទួលសម្បត្តិមួយដែលមានសារពីក្មេងប្រុសហើយស្លឹកឈើនៅលើខ្លួនពួកគេក៏បានពាក់នៅលើខ្លួនរបស់ពួកគេហាក់បីដូចជាក្មេងប្រុសមិនដែលបាត់ទៅណាឡើយក្មេងប្រុសមានស្លឹកឈើដោះនៅលើជើងហើយឪពុកម្ដាយព្យាយាមកាត់វាចេញប៉ុន្តែកត្រៃក៏បានបាក់ភ្លាមទៅម្ដាយក្មេងប្រុសភ្ញាក់ផ្អើលណាស់នៅព្រឹកបន្ទាប់ក្មេងប្រុសត្រូវបានបញ្ជូនទៅសាលារៀនប៉ុន្តែនៅថ្ងៃចូលរៀនដំបូងក្មេងប្រុសត្រូវបានគេប៊ូលីក្មេងស្រីលីសាបានមកឃើញហើយដាក់ផ្លែឈើរីនៅលើក្បាលក្មេងប្រុសធ្វើឲ្យក្មេងប្រុសចូលចិត្តមិនយូរប៉ុន្មានក្មេងប្រុសក៏បានជួបលីសាម្ដងទៀតនៅឯពិធីជប់លៀងមួយពេលឃើញលីសាសម្លឹងមកគាត់ក្មេងប្រុសលោតចូលទៅក្នុងអាងទឹកដើម្បីបង្ហាញអំពីភាពជាបុរសរបស់គាត់ប៉ុន្តែក្មេងប្រុសមិនបានអណ្ដែតឡើងលើឡើយនៅពេលដែលក្មេងស្រីលីសាដឹងរឿងនេះនាងបានលោតចូលទឹកនិងព្យាយាមជួយសង្គ្រោះក្មេងប្រុសប៉ុន្តែនាងបានទាញស្រោមជើងក្មេងប្រុសនោះចេញដោយចៃដន្យហើយឃើញស្លឹកឈើដោះនៅលើជើងរបស់ក្មេងប្រុសជាមួយនឹងការលាតត្រដាងអាចកំបាំងរបស់គាត់ក្មេងប្រុសនោះក៏បានទាត់លីសាចេញរួចរត់ទៅផ្ទះយ៉ាងលឿនតាមតែអាចធ្វើទៅបានយ៉ាងណាមិញនៅថ្ងៃបន្ទាប់ក្មេងស្រីលីសាបានចាប់ក្មេងប្រុសទប់នឹងដើមឈើបន្ទាប់មកនាងបានទាញអាវរបស់នាងដើម្បីបង្ហាញអំពីដៅកំណើតនៅលើស្មារបស់នាងហើយនោះជារបៀបដែលពួកគេក្លាយជាមិត្តល្អជាមួយនឹងគ្នានឹងការបង្ហាញអាចកំបាំងនេះធ្វើឲ្យក្មេងប្រុសនោះសប្បាយចិត្តយ៉ាងខ្លាំងរំពេចនោះគាត់មានអារម្មណ៍ថាមានអ្វីមួយទាញស្រោមជើងគាត់ចុះហើយទើបដឹងថាឃើញថាស្លឹកឈើជ្រុះក្មេងប្រុសបានទៅផ្ទះហើយលាក់ស្លឹកឈើនៅក្នុងស្រោមសម្បត់ហើយសរសេរឈ្មោះក្មេងស្រីនៅលើនោះថ្ងៃបន្ទាប់ក្មេងប្រុសបានទៅសួរសុខទុក្ខពូម្នាក់ដែលកំពុងឈឺក្មេងប្រុសធ្វើឲ្យគាត់សើចភ្លាមនោះក្មេងប្រុសក៏ឃើញអំពីស្លឹកឈើធ្លាក់មួយសន្លឹកទៀតហើយមកលើដីភ្លាមពូម្នាក់នោះក៏បានបាត់បង់ជីវិតដោយមើលពុកម្ដាយរបស់ក្មេងប្រុសប្រញាប់ចូលមកក្មេងប្រុសក៏បានលាក់ស្លឹកឈើជ្រុះហើយហាក់បីដូចជាលាក់អាចកំបាំងនេះក្មេងប្រុសបានគូររូបអ៊ំស្រីម្នាក់ដែលមានពុកចង្កានៅលើមុខរបស់គាត់ស្ត្រីនោះសប្បាយចិត្តណាស់ដែលឃើញរូបខ្លួនពិតនៅក្នុងគំនូរប៉ុន្តែក្មេងប្រុសបានធ្លាក់ស្លឹកឈើមកទៀតហើយថ្ងៃបន្ទាប់ឪពុកម្ដាយរបស់ក្មេងប្រុសបានចោះឈ្មោះគាត់នៅក្នុងថ្នាក់បាល់ទាត់ប៉ុន្តែក្មេងប្រុសមិនមានទេពកោសល្យខាងទាត់បាល់សោះឡើយហើយតែងតែដួលនៅក្នុងអំឡុងពេលដែលវឹកហាត់ក្នុងពេលប្រកួតបាល់ទាត់គាត់បានត្រឹមតែឈរស្ងៀមធ្វើឲ្យឪពុកម្ដាយរបស់គាត់ព្រួយបារម្ភនៅពេលនោះព្រះអាទិត្យបានរះហើយធ្វើឲ្យក្មេងប្រុសនោះបានរស់ឡើងវិញគាត់មានកម្លាំងព្រឹកគាត់បានទាត់បាល់គេចពីការវាយប្រហាររបស់គូប្រកួតហើយទាត់វាឆ្ពោះទៅរកគ
គោលដៅអ្នកចាំទីបានខកខានហើយបើក៏ចូលប៉ុន្តែក្មេងប្រុសបានទាត់ចំគោលដៅរបស់ខ្លួនដោយផ្ដល់ជ័យជំនះទៅដល់គូប្រកួតទៅវិញពេលក្មេងប្រុសដោះស្រោមជើងចេញគាត់បានដឹងថាគាត់បានជ្រុះស្លឹកឈើមួយទៀតហើយគាត់ដើរទៅមាត់ទ្វារហើយមើលស្លឹកឈើពេញដីដោយមានអារម្មណ៍ក្រៀមក្រំជាខ្លាំងពេលនោះគាត់លឺឪពុកម្ដាយឆ្លោះគ្នាទៅក្មេងប្រុសប្រាប់ការពិតថាពេលស្លឹកឈើជ្រុះអស់កូននឹងរលាយបាត់ឪពុកម្ដាយក៏មានប្រតិកម្មនិងសោកសៅស្លឹកឈើជ្រុះចុងក្រោយបានធ្លាក់ពីលើរាងកាយរបស់ក្មេងប្រុសឪពុកម្ដាយអោបក្មេងប្រុសទាំងក្រៀមក្រំដោយប្រាថ្នាមិនចង់ឲ្យកូនចាក់ចេញប៉ុន្តែពេលនោះមានភ្លេចបន្ទោហើយពេលមកម្ដងទៀតគឺក្មេងប្រុសនោះបានបាត់ខ្លួនភ្លាមមិត្តភ័ក្តិរបស់ក្មេងប្រុសបានទទួលសម្បត្តិមួយដែលមានសារពីក្មេងប្រុសហើយស្លឹកឈើនៅលើខ្លួនពួកគេក៏បានពាក់នៅលើខ្លួនរបស់ពួកគេហាក់បីដូចជាក្មេងប្រុសមិនដែលបាត់ទៅណាឡើយ